ខ្ញុំនិយាយបន្តបន្តិចទៀតអំពី asymptote date និង asymptote short បាទព្រោះមានបងប្អូនណាគាត់ទឹកភ័ណ្ឌច្រឡំខ្លះបាទខ្ញុំថាអាចបានអត់គេគឺឲ្យនឹងគុំ f នៃ x ស្មើនឹង x រ៉េដក x ការ៉េដក1ក៏ដល់អានកំណត់នៃ f ខនេះ limit x ខិតទៅជិត1មិនបាច់គិតឆ្វេងស្ដាំទេនេះយើងគិតឆ្វេងស្ដាំក៏បានតែវាយឺតពេលខ្លះគេអត់សួរយើងក៏មិនបាច់រកដែរមកការអាតក៏នេះ limit x ខិតទៅជិតអានរួចទាញរក asymptote date ក៏រកដែរកំណត់អនុគមគេឲ្យមកអនុគម f នៃ x x ការ៉េដក 3x បូក 2 x ការ៉េដក 1កំណត់បានកាលណាភាគបែងវានេះខុសពី0អញ្ចឹង x ការ៉េខុសពី1អញ្ចឹង x ខុសពីបូកឬដក1ណាអញ្ចឹងដែនកំណត់វាយកស្ទើរតែទាំងអស់មិនយកតែត្រង់ដក1ហើយនឹង1ទេខគណនា limit ដំបូងគឺ x ខិតទៅជិតដក1គឺ x ការ៉េដក 3x បូក 2 លើ x ការ៉េដក 1អញ្ចឹងចំនួនដក 1 ចូលលើដក 1 ការ៉េ 1 3គុណនឹងដក 3គុណដក 1អានបូក 3ហើយបូក 2តែភាគបែងចំនួនដក 1 ចូលគឺ0ហើយណាអញ្ចឹង6លើ0គឺអណន្តហ្នឹងគឺវាបូកឬដកអណន្តវាអាស្រ័យទៅលើដក 1 ខាងឆ្វេងឬដក 1 ខាងស្ដាំតែលំហាត់យើងនេះអត់ចែកឆ្វេងស្ដាំយើងអត់ចាំបាច់បែងចែកយើងដាក់អញ្ចឹងយកទៅណាបូកដកអណន្ត limit មួយទៀតគឺ x ខិតទៅរក1បងអូនធ្វើលំហាត់ប្រហែលថ្ងៃនេះបងឯងអាចគិតថាដែលកំណត់វា x ខុសពីបូកដក1អញ្ចឹង asymptote ឈរវា x ស្មើដក1និង x ស្មើ1ឯង asymptote ឈរបងឯងអាចគិតថាអញ្ចឹងបាទចាំឡើយគ្រូដល់ limit ឥឡូវឃើញចេញអណន្តមួយអូខេអញ្ចឹងដក1ហ្នឹង asymptote ឈរត្រឹមត្រូវឥឡូវមើលត្រង់1វិញម្ដង x ការ៉េដក 3x បូក 2 លើ x ការ៉េដក 1អញ្ចឹង1ចូលអាលើ1ដក3បូក 2 0អាក្រោម0អញ្ចឹងកាលណាចេញ0លើ0គេហៅរៀងមិនកំណត់អញ្ចឹងយើងអត់ចេញអណន្តទេអាហ្នឹង x អ្នកខិតជិត1 x ខិតជិត1មានន័យថា x ដក1វាខិតជិត0យើងត្រូវរក
x ដក1ចឹង x ការ៉េដក1នេះគឺ x ដក1គុណនឹង x បូក1ឥឡូវវាត្រូវមាន x ដក1មួយដែរទុកគ្រាន់សម្រួលចឹង x ការ៉េចែកនឹង x ឬក៏យើងអាចគិតថា x គុណនឹងប្រមាណដើម្បីឲ្យបាន x ការ៉េនេះគឺ x គុណនឹង x ហើយចុះដក1គុណប្រមាណឲ្យបាន2នេះចឹងដក1គុណនឹងដក2ឬយើងអញ្ចឹងឯងយក2ចែកនឹងដក1នេះក៏បានសម្រួល x ដក1ចោលចំនួន1ចូលបានដក1លើ2ណានេះ limit បន្ទាប់មកឲ្យយើងទាញរកអាស៊ីមតូតទាញរកសមីការអាស៊ីមតូតឈរដោយ limit x ខិតទៅជិតដក1នៃ f នៃ x ចេញមកអណន្តនោះបន្ទាត់ x ស្មើដក1ជាអាស៊ីមតូតឈរចាអាស៊ីមតូតឈរមានតែមួយទេណាលំហាត់នេះណាត្រង់ x ស្មើ1អត់មានអាស៊ីមតូតឈរទេណាបាទត្រង់ដក1ឈរអូខេតែត្រង់1អត់ទេព្រោះ limit x ខិតជិត1វាចេញដកកន្លះហ្នឹងវាអត់ចេះអណន្តទេកសំណួរដំបូងគេគឺគណនា limit ដែរ x ខិតជិតដកអណន្តx ការ៉េដក 3x បូក2លើ x ការ៉េដក1អានេះរៀងអណន្តឬអណន្តហើយអញ្ចឹង x ដែលធំជាងគេគឺ x ការ៉េចាប់ x ការ៉េជាកតាសល់1ដក3លើ x បូក2លើ x ការ៉េចែកជាមួយនឹងចាប់ x ការ៉េជាកតាសល់1ដក1លើ x ការ៉េបន្ទាប់មកទៀតយើងសម្រួល x ការ៉េចោលបន្ទាប់មកយើងចំនួនជប់ផ្សេង limit ដែរនំស្ករគ្រាប់3ចែកមនុស្ស1លាននាក់0ស្ករគ្រាប់2ចែកមនុស្ស1លាននាក់0អញ្ចឹងចម្លើយវាគឺចេញ1ហើយ limit x ខិតជិតបូកអណន្តធ្វើដូចគ្នាណាអាពីរហ្នឹងដូចគ្នាចុងក្រោយឃើញមួយដូចគ្នាសំណួរកដដែលក៏យើងទាញរកតូតដេកទាញរកសមីការអាស៊ីមតូតដេកអញ្ចឹងយើងមើល x ខិតជិតអណន្តវាចេញមួយដូចគ្នាដោយ limit x ខិតទៅជិតទាំងបូកអណន្តទាំងដកអណន្តវាសុទ្ធតែចេញមកមួយដូចគ្នានោះគេថាបន្ទាត់ y ស្មើ1ជាអាស៊ីមតូតដេកត្រង់ដកអណន្តនិងបូកអណន្តបាទយើងបាច់បញ្ជាក់ក៏បានដែរត្រង់បូកអណន្តបូកអណន្តប៉ុន្តែបើយើងសរសេរឲ្យវាក្បោះក្បាយចេះតែបញ្ជាក់ទៅដល់ពេលប្រឡងគេមិនចាប់ទោះអូដំណើរដល់ម្លឹងពេកប៉ុន្តែគ្រាន់តែបើយើងទម្លាប់សរសេរក្បោះក្បាយយើងចេះតែសរសេរក្បោះក្បាយទៅវានឹងវាទម្លាប់ល្អហើយសរសេរស្អាតទៅតែល្អមិនបាច់មើលអក្សរខ្ញុំទេកុំយកគំរូតាមសិស្សខ្លះរៀនមួយខ្ញុំមួយឆ្នាំមួយthángខ្ញុំអត់ចំណេះដឹងឲ្យកាត់ទៅរកគ្រូកាត់ទៅរកតែអក្សរដូចគ្រូបណ្ដោយមួយឆ្នាំអញ្ចឹងអក្សរគ្រូមិនស្អាតទេកុំយកគំរូតាមប៉ុន្តែហួសហើយពួកយើងហាក់ធំនិយាយហើយដើម្បីអក្សរស្អាតចង់មិនស្អាតវិញក៏កើតហើយអក្សរមិនស្អាតចង់ស្អាតក៏វាហួសពេលដែរប៉ុន្តែគ្រាន់តែសរសេរគេមើលរួចខ្ញុំសរសេរអញ្ចឹងនេះដោយដឹងដោយនោះដឹងនោះបាទអញ្ចឹងអានរួចគ្រាន់តែថាវាមិនស្អាត
អូខេនេះឆ្ងល់ទេអត់ថ្ងៃនេះគ្រូហត់ខ្ជិលកាច់ខ្ជិលបរៀនច្រើនហ្នឹងហើយអញ្ចឹងយើងសម្រាប់ប៉ុណ្្នឹងសិនតែទៀតខ្ញុំទៅលាក់លំហាត់ឲ្យធ្វើយើងលេងជិតមួយខែហើយណាអញ្ចឹងគិតដល់ថ្ងៃបាក់ឌុបលេងមិនយូរទេណាបាទអញ្ចឹងផឹងផែងកុំទម្លាក់ដៃតោះអញ្ចឹងសម្រាប់ប៉ុណ្្នឹងចុះយប់ហ្នឹង